ในទី1អំពីប្រវត្តិសាស្ត្រតើប្រទេសកម្ពុជាបានលុបចោលនៅទោសប្រហារជីវិតនៅថ្ងៃខែឆ្នាំណាចម្លើយក30មេសា1989ខ30មេសា1990ក30មេសា1992ខ30មេសា1993ចម្លើយត្រឹមត្រូវចម្លើយក30មេសា1989ទី2តើសម័យកាលណាមួយនៃប្រវត្តិសាស្ត្រខ្មែរដែលស្ត្រីត្រូវចូលស្ដីដណ្ដឹងបុរសចម្លើយកសម័យនគរភ្នំខសម័យអង្គរកសម័យលង្វែកខសម័យឧដុង្គចម្លើយដែលត្រឹមត្រូវចម្លើយកសម័យនគរភ្នំទី3ស្ថាបនិកដំបូងនៃសម័យចតុមុខគឺកព្រះបាទពញាយ៉ាតខព្រះបាទស្រីសុរិយាពណ៌កព្រះបាទចន្ទរាជានិងខព្រះបាទស្រីមារៈចម្លើយដែលត្រឹមត្រូវកព្រះបាទពញាយ៉ាតអ្នកសាងនិងស្ថាបនិកនៃសម័យចតុមុខទី4តើសន្និបាតបារាំងខ្មែរដែលបារាំងធានាផ្ដល់នៅកិច្ចការពារជូនដល់ខ្មែរបានចុះហត្ថលេខាថ្ងៃណានាថ្ងៃចម្លើយក12ដុល្លារ1853ខ11សីហា1863ក12កញ្ញា1953ខ11កក្កដា1863ចម្លើយដែលត្រឹមត្រូវកសំទោសខ11សីហា1863សំណួរទី5ព្រះបាទបរមរាជាសោយរាជ្យពីឆ្នាំណាដល់ឆ្នាំណាចម្លើយក1511ដល់1566ចម្លើយខ1566ដល់1576ចម្លើយក1576ដល់1586ចម្លើយខ1586ដល់1593ចម្លើយដែលត្រឹមត្រូវចម្លើយខ1566ដល់ឆ្នាំ1576